សួស្តីបងទាំងអស់គ្នាថ្ងៃនេះមកបង្ហាញជូនបងទាំងអស់គ្នាជាមួយនឹងការធ្វើបតោមផ្កាអញ្ចឹងយើងយកកម្មញីរបស់យើងមកដើមមកហើយកាត់វាជាពីរហើយយើងធ្វើស្រទាប់ផ្កាទៅតាមវីដេអូដែលខ្ញុំបរៀនហ្នឹងបងទាំងអស់គ្នាសម្រាប់ស្រទាប់ផ្កាយើងត្រូវការទាំងអស់គឺ16ស្រទាប់អញ្ចឹងឥឡូវយើងធ្វើ16ស្រទាប់ហ្នឹងហើយយើងចាប់ផ្ដើមមកធ្វើតងវាម្ដងតងវាគឺអត់ពិបាកធ្វើទេគឺយើងបត់វាអញ្ចឹងមកហើយយើងវាស់វាមកថ្នាំងដៃដូចគ្នាហើយយើងមូរវាឲ្យបាន3ហ្នឹងហើយធ្វើវាស្មើគ្នាមកបន្ទាប់ពីយើងធ្វើអញ្ចឹងហើយគឺយើងធ្វើទាំងអស់ឲ្យបាន2តាក់តងជាមួយតងរឿងបតងផ្កាបងទាំងអស់គ្នាច្រឡំតាក់តងរហូតហើយហែកវាបន្តិចមកដើម្បីឲ្យវាមើលឃើញថាស្អាតណាបន្តមកទៀតគឺយើងចាប់ផ្ដើមមកធ្វើបដូលក៏ខ្ញុំរើសយកពណ៌សបែបអត់ទាន់វាអត់សខ្លាំងទេវាបែបទៅដោះគោអញ្ចឹងមូរវាមកល្មមសមជាមួយនឹងផ្ការបស់យើងមកបងទាំងអស់គ្នាខ្ញុំអត់យកធំពេកទេយកមកល្មមទូចល្មមកាត់វាអញ្ចឹងមកបន្តមកទៀតគឺយើងយកវាបដាក់ចំប្រឡោះកដាលកាច់វាញឹកវាមកវាបត់តាមយើងដោយសារលួសយើងហ្នឹងគឺវាទន់ហើយបន្តមកទៀតគឺយើងបិទពេលដែលយើងបិទស្រទាប់ផ្កាគឺត្រូវបិទ4ជ្រុងសិនដើម្បីឲ្យផ្ការបស់យើងហ្នឹងគឺវាស្មើគ្នាបន្តមកទៀតយើងបិទតាមប្រឡោះរហូតដល់ពេញផ្កាមកអញ្ចឹងនៅខាងក្រោមគឺ8ស្រទាប់នៅខាងលើក៏យើងផ្កាយើងគឺធ្វើស្រទាប់ផ្កាហ្នឹង2ស្រទាប់ស្រទាប់ទី1គឺធ្វើ8ស្រទាប់ស្រទាប់ទី2ក៏យើងធ្វើ8ស្រទាប់ដូចគ្នាដែរយើងបិទបញ្ចូលគ្នាអញ្ចឹងមកនេះបន្ទាប់មកទៀតគឺយើងបិទបន្ទាប់នេះមកយើងបិទតាមប្រឡោះមកកុំបិទជាន់គ្នាបិទតាមចន្លោះបិទតទៅជុំមកបងហើយបើសិនជាបងចង់ធ្វើធំជាងហ្នឹងគឺយើងលៃតាមហ្នឹងមកណាបិទវាតទៅជុំមកតទៅយើងបិទវាជុំហើយយើងចាប់ផ្ដើមមកបិទតងផ្កាយើងចុចបិទតងផ្ការបស់យើងទាំងពីរគប់ចូលគ្នាឲ្យស្មើមកធ្វើមិនឲ្យស្មើបិទកៅយើងច្រើនតិចតែចំពោះកម្មញីជាមួយនឹងកៅហ្នឹងគឺវាស្អិតមួយគ្នាខ្លាំងហ្មងអត់ចាំបាច់បារម្ភទេតែគ្រាន់តែថាយើងធ្វើបតាំងសៅយើងអាចរៀងបិទកៅរៀងច្រើនតិចតែប្រយ័ត្នប្រយែងកុំឲ្យវាបតាទៅកាត់តងចាបើយើងធ្វើបតាំងសៅអញ្ចឹងយើងអត់ត្រូវការទុកតងវាកាត់វាអស់មកហើយយកតាគៀបរបស់យើងហ្នឹងយកមកសកត់វាកុំឲ្យវានៅសល់កតុយខ្លាចបិទដៃហ្នឹងហើយតោះមកយើងកាច់ស្ទាប់ផ្ការបស់យើងហ្នឹងឲ្យរៀងងបន្តិចមកកាច់វាចូលក្នុងទាំងអស់សិនមកចឹងសម្រាប់បតងសារបស់យើងគឺរួចរាល់បងទាំងអស់គ្នាបន្ទាប់មកទៀតគឺយើងគ្រាន់តែយកវាទៅដាក់ជាមួយនឹងតពួកបតងសាហ្នឹងមកហ្នឹងហើយដាក់ស្អាតមកតមកដាក់ចូលថង់ទៅបងទាំងអស់គ្នាហើយមកបងគាត់អត់ចង់ធ្វើទេហើយត្រូវការយកទៅលក់បន្តអីគឺអាចតាក់ទងខ្ញុំបានខ្ញុំមានតម្លៃបោះដុំជូនណាសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងបងទាំងអស់គ្នា
អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយហ្នឹងបាយបាយទាំងអស់គ្នា